សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំម្ហូបដែលឆ្ងាញ់ងាយស្រួលធ្វើនិងបើកម្លាំងដែលចំណាយពេលខ្លីក្នុងរយៈពេលតែត្រឹមតែ5នាទីដំបូងយើងត្រូវដាំទឹកឲ្យពុះបន្ទាប់មកយើងត្រូវដាក់គល់ស្លឹកគ្រៃគល់រំដេងនិងស្លឹកក្រូចសើចគ្រឿងផ្សំបន្ទាប់មកទៀតមានដូចជាដុំស្លឹកខ្នុរទឹកត្រីស្ករសប៊ីចេងដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនក៏គ្រឿងទេសដែលយើងបានដាក់បញ្ចូលឲ្យសព្វល្អបន្ទាប់មកយើងដាក់សាច់គោដែលយើងបានហាន់រួចចំពោះសាច់គោនេះដែរយើងអត់យកវាឆ្អិនខ្លាំងទេបើសិនជាវាឆ្អិនខ្លាំងគឺវាខ្សោះលែងមានជាតិអញ្ចឹងយើងដាក់វាឲ្យត្រឹមតែមួយស្លាបសាច់មួយទៀតគ្រឿងផ្សំដែលខ្វះមិនបាននោះគឺជាជីមានដូចជាជីដំណើរខ្ទឹមនិងជីដំបូងជួយបង្កើនរសជាតិនិងជួយឲ្យទឹកស្ងោររបស់យើងមានរសជាតិឈ្ងុយម្ទេសចំនួន1ផ្លែហើយនឹងក្រូចខ្ញុំដាក់ចំនួន2ចំណិតបើសិនជាបងប្អូនចង់បានជូរជាងនេះអីបងប្អូនអាចដាក់បន្ថែមតាមតម្រូវការរបស់បងប្អូនបានសមនឹងរដូវនេះរដូវកាលភ្លៀងបងប្អូនមកពីធ្វើការនៅហត់អត់កម្លាំងដាក់សំឡុំក្នុងមុខនេះច្បាស់ជាបែកញើសស្រួលខ្លួនជាមិនខានឥឡូវនេះស្ងោរជ្រក់របស់យើងបានឆ្អិនរួចជាស្រេចហើយអរគុណបងប្អូនដែលចូលមកទស្សនាកុំភ្លេចជួយ follow បងផងណាបាយ